Rương nị tiền, ác nâng đòn cờ. Nơi chay phùng khmai mũi, miên srai bò mìa, lầm đắp đàm thân áo, nâng bét chơ lờ xa xó tối mùi. Nơi cái bài bạch tực tối, miên đàm chơ thôm mùi, đại miên cái ác khmai mùi, rua nờ lờ xa khá cơ bồ. Thằng ngày mũi, cái ác khênh đòn cờ bày toàn tối mùi, cầm phùng luôn lờ thầm mò cái bài tức. Cái ác kích khăn nông chạch. Ồ, đòn cờ ní mơ tới chẳng ảnh ná, khi nhóm nâng chỗ tới chắp vía đầm bày bầm piên buốt nhóm. Đòn cờ khên cái ai cầm phùng mơ vía phây lại ná, bằng tái vía mình rụt kệt thì. Vía này dễ dàng sụp hiệp thả. Bong cái ai ơi, xông công si khiêm tê, khiêm tôi bần nâng, mình ai bầm piên buốt bong bàn tê. Bần tài bài bong tục khiêm ỏi rúa, khiêm nâng miên thằng ngày mối ai chui bong mình ban. Cái ai soi bần tích hơi kịch thà, đừng cầu tôi bần nâng, ta vì ai chui ở vầy khiêm ban. Bần tài cái ai kịch mà đòn tiết, hơi xâm rạch chất tục đừng cầu ỏi rúa. Ngày mùi còi móc, cái ai họ tới xoành rộ há, tại vì thliếc chô khăn ăn đông thuộc chờ muối, hay mình ai họ trên ban. Vì sải hào chầm nuôi, bần ta mình miên sạ mà một chuối lai. Đừng cầu đã chlong cắtกันlại nú, ban lứ xâm lên cái ai. Vì ban luôn tờ rọc xài rứ sấy tội muối, hay luôn lừa vía ở việc thliếc từ khăn ăn đông. Cái ai ban chập xài rứ sấy, hay ai họ trên pi ăn đông ban đòi sụp tập hiệp. Cái ai miên à ràm o côn khẳng ná, hỏi như vậy thà. Khi nhóm mình cua miêu nghề nè tê. Thì ngày ní, khi nhóm ban đăng thả, sát tối có miên tầm lấy nên ai thưa ca lọ thùm ban đai. Mê riêng ọp rùm, cùng mơ nghe nạ đặt tay, tua bày tối, rực sòi có đòi. Ca thư lọ thì ngày ní, ác nòm mốc vĩnhในสกđầy lọในថ្ងៃក្រោយ មេត្តាករុណានិងការជួយគ្នាគឺជាគន្លងនៃជីវិតល្អ សាច់រឿងក្អែកនិងមិត្តសត្វក្នុងព្រៃនៅក្នុងព្រៃធំមួយមានសត្វក្អែកមួយឈ្មោះខ្មៅដាច់វាជាសត្វក្អែកឆ្លាតប៉ុន្តែវាមានទម្លាប់មួយគឺចូលចិត្តគិតតែខ្លួនឯងហើយមិនសូវចែករំលែកអ្វីជាមួយមិត្តសត្វដទៃទេមួយថ្ងៃព្រៃមានគ្រោះរាំងស្ងួតយូរទឹកក្នុងអាងតូចៗស្ទើរតែអស់សត្វទាំងអស់ចាប់ផ្ដើមពិបាករកទឹកផឹកមានសត្វទន្សាយសត្វក្តាន់សត្វកង្ហែបនិងសត្វអណ្ដោកបានមកប្រជុំគ្នាដើម្បីពិភាក្សាថាត្រូវធ្វើដូចម្តេចសត្វទន្សាយនិយាយថាយើងគួរតែសហការគ្នាស្វែងរកអាងទឹកថ្មីសត្វក្តាន់បន្ថែមថាបើយើងទៅតែឯងនឹងគ្រោះថ្នាក់តែបើយើងទៅជាក្រុមនឹងមានសុវត្ថិភាពជាងតែសត្វក្អែកខ្មៅដាច់វិញគិតក្នុងចិត្តថាខ្ញុំអាចហោះបានខ្ញុំរកទឹកបានមុនគេខ្ញុំមិនចាំបាច់រងចាំឯណាទេវាហោះចេញទៅម្នាក់ឯងហើយបានឃើញអាងទឹកមួយនៅឆ្ងាយវាផឹកទឹកពេញពោះហើយមិនប្រាប់មិត្តសត្វណាទេប៉ុន្តែពេលវាត្រឡប់មកវិញវាឃើញសត្វមិត្តកំពុងស្លន់ស្លាដោយសារខ្វះទឹកសត្វអណ្ដោកនិយាយទាំងសម្លេងខ្សោយថាបើអ្នកដឹងទីកន្លែងទឹកមេត្តាជួយប្រាប់យើងថងពេលនោះសត្វក្អែកមានអារម្មណ៍ខ្មាស់និងសោកស្ដាយខ្លាំងវាបានយល់ថាការគិតតែខ្លួនឯងមិនអាចធ្វើឲ្យសុខសាន្តបានទេវាបាននាំមិត្តសត្វទាំងអស់ទៅកាន់អាងទឹកនោះហើយសត្វទាំងអស់បានរួចផុតពីគ្រោះរាំងស្ងួតចាប់តាំងពីថ្ងៃនោះមកសត្វក្អែកខ្មៅដាច់បានផ្លាស់ប្ដូរខ្លួនវាคล้ายជាសត្វដែលចូលចិត្តជួយគ្នានិងស្រឡាញ់មិត្តសត្វដទៃទៀតអប់រំការសហការគ្នានិងចែករំលែកគឺជាគន្លឹះនៃការរស់នៅដោយសុខសាន្តគិតតែខ្លួនឯងអាចធ្វើឲ្យអ្នកដទៃទទួលរងការលំបាករឿងនិទានក្អែកនិងមនុស្សចាស់ក្រីក្រនៅក្នុងភូមិតូចមួយជាប់ព្រៃមានបុរសចាស់ម្នាក់រស់នៅតែម្នាក់ឯងគាត់ក្រីក្រប៉ុន្តែមានចិត្តល្អរៀងរាល់ព្រឹកគាត់តែងដាក់បាយបន្តិចមួយនៅមុខផ្ទះដើម្បីចែករំលែកអាហារដល់សត្វបក្សីដែលមករកអាហារថ្ងៃមួយមានក្អែកខ្មៅមួយមកឈរលើដើមឈើជិតផ្ទះគាត់វាមើលឃើញបាយសនិងមាន់ជ្រូកនៅលើចានតែវាមិនហ៊ានចុះស៊ីទេបុរសចាស់ញញឹមហើយនិយាយថាកុំភ័យអីមកស៊ីទៅកូនក្អែកចុះមកយឺតហើយចាប់ដើមស៊ីចាប់ពីថ្ងៃនោះទៅវាមករៀងរាល់ព្រឹកហើយវាដឹងថាបុរសចាស់ជាមនុស្សល្អថ្ងៃមួយបុរសចាស់ឈឺធ្ងន់មិនអាចចេញមកដាក់បាយដោយធម្មតាបានក្អែកឃើញឆានទទេវាអស់សំណើចហើយហោះទៅជុំវិញផ្ទះហៅសំឡេងខ្លាំងខាអ្នកចិត្តខាងម្នាក់ឮសំឡេងហៅប្លែកក៏ជុលមកមើលហើយឃើញបុរសចាស់ដេកឈឺក្នុងផ្ទះគាត់បានជួយហៅគ្រូពេទ្យឲ្យមកព្យាបាលទាន់ពេលបន្ទាប់ពីបុរសចាស់ជាសះស្បើយគាត់បាននិយាយទឹកភ្នែកថាក្អែកមួយក្បាលបានជួយសង្គ្រោះជីវិតខ្ញុំពីថ្ងៃនោះទៅមនុស្សក្នុងភូមិគោរពនិងស្រឡាញ់សត្វក្អែកជាងមុនហើយគេរៀនថាមេរៀន
ก็ได้เมตตานันกาใจรำเล็กมันได้บัดบังเต้ตัวเจสัตต่อยมวยก็อาจส่องกุลมนุษย์บานได้ សាច់រឿងខ្មាតភ្នំនិងអ្នកភូមិកាលពីសម័យបុរាណមានភូមិតូចមួយស្ថិតនៅជាប់ជើងភ្នំជ្រៅអ្នកភូមិរស់នៅដោយការធ្វើស្រែកាប់ឈើនិងគោរពធម្មជាតិប៉ុន្តែក្នុងព្រៃភ្នំនោះមានសត្វខ្មាតមួយធំសម្បើមមានភ្នែកភ្លឺដូចភ្លើងនិងសំឡេងគួរឲ្យខ្លាចរាត្រីមួយអ្នកភូមិចាប់ផ្ដើមបាត់ខ្លួនគ្មាននរណាដឹងថាពួកគេទៅណាទាល់តែអ្នកចាស់ៗនិយាយថាខតភ្នំបានចោះមកស៊ីមនុស្សដែលមិនគោរពធម្មជាតិនិងលោភលន់ពេកអ្នកភូមិភ័យខ្លាចណាស់ប៉ុន្តែមានយុវជនម្នាក់ឈ្មោះវឿនក្លាហាននិងមានចិត្តល្អគាត់មិនចង់ប្រើអាវុធទេតែយកអំណោយអាហារនិងពាក្យសន្យាដល់ខ្មាតវឿនឡើងភ្នំហៅខ្មាតចេញមកហើយនិយាយថាយើងសូមទោសចំពោះការកាប់បំផ្លាញព្រៃនិងការមិនគោរពសូមឲ្យភូមិយើងរួមតែសុខសាន្តវិញខ្មាតស្ងៀមស្ងាត់យូរបន្ទាប់មកវាបាននិយាយថាមនុស្សដែលលោភនិងបំផ្លាញធម្មជាតិគឺជាអាហាររបស់ខ្ញុំបើអ្នកភូមិប្រែចិត្តខ្ញុំនឹងចាក់ចេញចាប់ពីថ្ងៃនោះអ្នកភូមិឈប់កាប់ព្រៃឈប់ធ្វើអំពើអាក្រក់និងរស់នៅដោយគោរពគ្នាខ្មាតមិនដែលចោះមកភូមិទៀតឡើយហើយភូមិនោះក៏បានសុខសាន្តរហូតមកដល់